ចាសួស្តីជំរាបសួរពុកម៉ែបងប្អូនចាឥឡូវនេះចាអ្នកខ្ញុំបានចាថ្ងៃនេះគឺជាថ្ងៃថាថ្ងៃទី3ចាកម្មវិធីចាចូលឆ្នាំចាគឺស្រង់ព្រះហើយអ្នកខ្ញុំដាក់វីដេអូរៀងញាប់បន្តិចណាពុកម៉ែបងប្អូនដោយសារខ្ញុំចង់ឲ្យឃើញសកម្មភាពច្រើនចាហើយនេះគឺជាសកម្មភាពចាត្រួសត្រាសជាមួយនឹងចាបងប្អូនប្រជាជននាងខ្ញុំនឹងនៅខាងវត្តចកនាងខ្ញុំនឹងខេត្តសៀមរាបនឹងគឺគាត់បានលេងជាមួយនឹងល្បែងប្រជាប្រិយចាវាយក្អមអញ្ចឹងណាដើម្បីចាអ្នកដែលវាយក្អមបានត្រូវចាបានសម្ពត់មួយចាអញ្ចឹងក៏ក្មេងៗចាទាំងស្រីទាំងប្រុសចាបានរៀបចំជាមួយនឹងទឹកចាទឹកអប់ទឹកផ្កាម្លិះផ្កាឈូកដើម្បីសម្រាប់ចាស្រង់ព្រះហើយនឹងស្រង់ព្រះសង្ឃក្រោយពីបន្ទាប់ពីនេះមកគឺយើងបានស្រង់ជាមួយនឹងចាស់ទុំឬក៏ចាមេដាបេដារបស់យើងហើយយើងក៏មកស្រង់ព្រះនៅចានៅវត្តចានៅចិត្តផ្ទះអ្នកខ្ញុំនឹងឯងគេហៅវត្តចកចាក្រុងសៀមរាបចាពុកម៉ែបងប្អូនចានេះគឺជាអ្នកខ្ញុំចាអ្នកខ្ញុំបានចូលរួមមកស្រង់ព្រះនឹងគេដែរចាអ្នកខ្ញុំក៏បានចាថតផ្តិតយករូបភាពកន្លែងត្រង់នេះយើងបានចាមកចាសំពះព្រះសង្ឃដែលព្រះសង្ឃគាត់បានចាសូត្រតាក់ទងជាមួយនឹងចាដើម្បីយើងចាស្រង់ព្រះអញ្ចឹងណាអញ្ចឹងព្រះសង្ឃក៏សូត្រចាធឿបរបស់ព្រះសង្ឃតែញាតិពុទ្ធបរិស័ទទាំងអស់ហ្នឹងក៏បានយកជាមួយនឹងចាទឹកដែលបានធ្វើដោយជាដាក់ម្សៅទឹកអប់ចាផ្កាម្លិះឬផ្កាឈូកចាដើម្បីយកទៅស្រង់ព្រះគឺយើងចាលាងសម្អាតព្រះអញ្ចឹងណាដើម្បីបានបន់ចារដូវចូលឆ្នាំថ្មីឲ្យជួបតែសិរីសួស្តីចាជួបតែរឿងល្អពេញមួយឆ្នាំតែម្ដងអញ្ចឹងចូលឆ្នាំខ្មែរមួយឆ្នាំចាមានតែម្ដងតែប៉ុណ្ណោះអញ្ចឹងហើយចាកម្មវិធីចូលឆ្នាំមានតែ3ថ្ងៃទេដោយសារតែឆ្នាំ2025នេះគឺមានកម្មវិធីនៅអង្គរសង្ក្រាន្តផងដែរហើយក៏មានកម្មវិធីមានគ្រប់ទីកន្លែងមាននៅប្រាសាទអង្គរធំប្រាសាទអង្គរតូចហើយក៏មាននៅទីវាចា Pop Street ចាហើយក៏នៅម្ដុំចាមុខចាសម្ដេចតាសម្ដេចយាយនៅចាព្រះអង្គជេកព្រះអង្គចោមចាផងដែរចាអញ្ចឹងក៏បានចូលរួមចាកាលពីថ្ងៃទី2ហ្នឹងបានចូលរួមម្ដងរួចទៅហើយប៉ុន្តែខ្ញុំមិនសូវបានជាថតបានច្រើនទេថតបានតែត្រួសទេបន្ទាប់មកក្រោយពីបានស្រង់ព្រះហើយចាព្រះសង្ឃយាយតាបានសង់ព្រះរួចហើយក៏យើងចាប់ផ្ដើមចាចេញមកក្រៅហើយចាប់ផ្ដើមចាព្រះសង្ឃគ្រប់អង្គហ្នឹងគាត់សុំថាខ្មាតោឬក៏កម្មវិធីទាក់ទងនឹងប្រពៃណីខ្មែរហ្នឹងគឺចាប់ដើមយើងសុំចាស្រង់ជាមួយនឹងព្រះសង្ឃនៅក្នុងវត្តព្រះសង្ឃដែលលោកធំនៅក្នុងវត្តចកយើងតែម្ដងអញ្ចឹងណាចាអញ្ចឹងលោកចាលោកណែនលោកភ័យអីក៏ចាប់ផ្ដើមចាស្រង់ជាមួយនឹងព្រះអង្គធំនៅព្រះសង្ឃហ្នឹងនៅដែលកាន់វត្តនៅវត្តនាងខ្ញុំហ្នឹងវត្តចកហ្នឹងណាចាអញ្ចឹងក្រោយពីបានស្រង់ព្រះសង្ឃយាយតារួចអស់ហើយចេញមកក្រៅវិញក៏ចាប់ផ្ដើមចាបន្ទាប់មកក៏មានចារៀបចំជាមួយនឹងការលេងចាតន្ត្រីចាស្គរដៃចាតន្ត្រីស្គរដៃដែលឲ្យប្រជាជនដែលគាត់មកចាស្រង់ព្រះចាពុកម៉ែបងប្អូនចាបានចូលរំលេងកំសាន្តជាមួយនឹងចាស្គរដៃផងដែរចាអញ្ចឹងនេះគឺជាសកម្មភាពចាអ្នកដែលចូលរួមហើយអ្នកដែលចាចូលមករំលេងកំសាន្តនៅទីនេះចានិយាយអានេះដល់វាខ្ញុំដាក់ឲ្យញាប់បន្តិចទៅមើលទៅរៀងញាប់អញ្ចឹងក៏ពិតក៏រឹមស្អាតអញ្ចឹងណាអ្នកភូមិខ្ញុំអញ្ចឹងណាពុកម៉ែបងប្អូនចាអញ្ចឹងតន្ត្រីវាយយ៉ាងពីរោះចា
ចឹងនេះចាប់ផ្ដើមអ្នកភូមិម្នាហ្នឹងចូលមករំលេងកំសាន្តចាហើយនេះគឺអ្នកទស្សនាអ្នកឈរមើលគេរំចាស្រីប្រុសស្អាតមែនតើចាចូលមកចាឈរមើលគេរំចារំលេងកំសាន្តអញ្ចឹងណាអ្នកថតអ្នកកសែតចាអ្នកកសែតគាត់ចូលរំដែរនេះចាប់ផ្ដើមអត់សូវបានជាស្កប់ទេនេះដោតន្ត្រីស្គរដៃចាគាត់ចាប់ផ្ដើមរំចាវាយភ្លេងយ៉ាងពីរោះចាហើយអ្នកភូមិចាក្មេងចាស់ប្រុសស្រីចូលរំលេងកំសាន្តទាំងអស់គ្នាយ៉ាងសប្បាយរីករាយនៅឱកាសចូលឆ្នាំចា2025ចាហើយពេលចូលឆ្នាំមួយឆ្នាំមានតែម្ដងទេអញ្ចឹងហើយកម្មវិធីក៏វាមិនសូវជាមានច្រើនដែរអញ្ចឹងហើយក៏ចាចូលរំលេងកំសាន្តទាំងអស់គ្នាទៅអញ្ចឹងណាពុកម៉ែបងប្អូនចាអញ្ចឹងឲ្យចាប់ផ្ដើមចារំទៅរំមករំទៅរំមកហើយក្មេងចាចាប់ដើមរំលេងកំសាន្តចាអ្នកវាយស្គរដៃក៏វាយស្គរដៃទៅអ្នករំក៏រំទៅចាក្មេងចាស់ប្រុសស្រីភាគច្រើនឃើញតែស្រីចូលរំប្រុសដឹងជាបតនាអស់ចាប្រុសប្រហែលជាទៅសងំម្ដុំសិនចាឃើញតែស្រីចូលរំប្រុសដឹងទៅណាអស់ស្អីឡើងទៅក្រុងអស់ហើយដឹងចាហើយចាប់ដើមចាក់ក្បាច់រំចាបបតាមអើយតាមចាហើយបត់វាយស្គរដៃក៏ពីរោះដែរអញ្ចឹងណាពុកម៉ែបងប្អូនចាអ្នកអង្គុយមើលក៏មានច្រើនចាអ្នកឈរមើលក៏មានច្រើនហើយអ្នកឈរថតយករូបភាពក៏មានច្រើនចាអ្នកខ្លះក៏កាត់ថតដាក់កាសែតទៅអ្នកខ្លះក៏ថតដាក់ធ្វើវេទិកាវីដេអូទៅចាអាតណៃរៀងញឹកបន្តិចហើយដោយសារតែខ្ញុំចង់បានវីដេអូវែងចា